នៅក្នុងវីដេអូនេះបងប្អូននឹងដឹងពីសាច់រឿងចំនួន2សាច់រឿងតាក់ទងជាមួយនឹងវិស័យកីឡាបដាល់គុណខ្មែរសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រសម្បត្តិនឹងចេញទៅប្រកួតនៅឯទឹកដីប្រទេសកូរ៉េបាទហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករធុនមេងហុងមិនបានធ្វើការប្រកួតបាទដោយមូលហេតុនេះបងប្អូនបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាហើយបងប្អូនប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗតាក់ទងជាមួយនឹងវិស័យកីឡាបដាល់គុណខ្មែរចូលសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រសម្បត្តិបាទពេជ្រសម្បត្តិបន្ទាប់ពីមានភារកិច្ចមកពីទឹកដីប្រទេសបារាំងឥឡូវនេះមានភារកិច្ចទៅប្រទេសកូរ៉េទៀតហើយបងប្អូនបាទមែនតើទៅសប្តាហ៍នេះធនពេជ្រសម្បត្តិគាត់មានឈ្មោះប្រកួតដែរនៅខ្មែរប៉ុន្តែគាត់អត់ប្រកួតទេដោយសារតែគាត់ត្រូវតែមានភារកិច្ចបាទទៅធ្វើការប្រកួតនៅឯទឹកដីប្រទេសកូរ៉េហើយឮសូរថាទៅប្រទេសកូរ៉េប៉ុន្តែមិនមែនជួបប្រទេសកូរ៉េទេគឺជួបសាមរាយជប៉ុនបងប្អូនបាទអញ្ចឹងគឺជារឿងប្លែកដែរបងប្អូនបាទជាទូទៅនៅពេលដែលកីឡាករកម្ពុជាយើងចេញទៅប្រកួតនៅប្រទេសណាតែងតែជួបម្ចាស់ផ្ទះបាទមានន័យថាបើសិនជាទៅជួបទៅជប៉ុនជួបជប៉ុនទៅកូរ៉េជួបកូរ៉េបងប្អូនបាទទៅចិនជួបចិនតែរឿងប្លែកបាទរឿងប្លែកលើកនេះឮសូរថាពេជ្រសម្បត្តិជួបជាមួយនឹងកីឡាករជប៉ុនបាទហើយឮសូរថាជាជើងខ្លាំងទៀតជាម្ចាស់ខ្សែក្រវ៉ាត់ទៀតបាទអញ្ចឹងមិនធម្មតាទេធ្លាប់តែប៉ះធំតៃម៉ូថាខ្លាំងចុះតម្រាំតែប៉ះជាមួយនឹងកីឡាករជប៉ុនរូបនេះយ៉ាងណាយ៉ាងណីទេបងប្អូនបាទហើយមិនដឹងថាកីឡាករជប៉ុនរូបនេះគេវឹកហាត់នៅឯទឹកដីប្រទេសកូរ៉េឬក៏យ៉ាងណាទេបាទហើយដោយសារតែយើងអត់ទាន់ឃើញមុខមាត់កីឡាកររូបនេះច្បាស់បាទអញ្ចឹងយើងក៏មិនទាន់ដឹងសមាជិកកីឡាកររូបនេះច្បាស់ដែរបងប្អូនបាទគ្រាន់តែដឹងលហៀងថាគេជាម្ចាស់ខ្សែក្រវ៉ាត់បាទហើយនឹងធ្វើការប្រកួតនៅឯទឹកដីប្រទេសកូរ៉េនៅតំបន់ស៊ូវុនបាទនៅថ្ងៃទី22ខែ3ឆ្នាំ2026ហើយការប្រកួតនោះគឺធ្វើឡើងនៅវេលាម៉ោង1រសៀលតទៅបាទម៉ោង1រសៀលបើនៅម៉ោងនៅខ្មែរម៉ោង11បងប្អូនម៉ោង11ថ្ងៃត្រង់ចឹងមិនធម្មតាទេបាទពេញលេងហើយបាទម៉ោង11ថ្ងៃត្រង់គឺជាម៉ោងសម្រាប់បាយបាទអ្នកធ្វើការអ្នកខ្លះធ្វើការអ្នកខ្លះមិនធ្វើការក៏បានពេញភ្នែកដែរបងប្អូនបាទពេញភ្នែកហើយត្រូវថ្ងៃអាទិត្យហើយមួយវិញទៀតបាទរឿងប្លែកដែរដោយសារតែលើកនេះគ្រូផាន់អត់ទៅបាទជាទូទៅគ្រូផាន់ឲ្យតែកីឡាករលំដាប់បាទជួរមុខរបស់គាត់ចេញទៅប្រកួតនៅក្រៅប្រទេសគឺតែងតែគាត់ដឹកនាំទៅបាទតែលើកនេះគឺគាត់អត់ទៅទេដោយសារតែគាត់មានភារកិច្ចនៅស្រុកខ្មែរច្រើនបាទគាត់មានបន្ទុកច្រើនដែលត្រូវដោះស្រាយបាទអញ្ចឹងគាត់អត់បានទៅទេមានតែពឹងដល់លោកគ្រូសេនមុនថេនក៏ដូចជាលោកគ្រូប៊ឺតខាំបាទដែលជា friend របស់គាត់បាទជួយដែលជាខ្លាវរបស់គាត់ជួយទុកទរៈកូនសិស្សរបស់គាត់ផងបាទមានពេជ្រសម្បត្តិមានផានសង្ហៈបងប្អូនបាទអញ្ចឹងជូនពរឲ្យកីឡាកររបស់យើងបាទសារនេះអត់មានកីឡាករនីទេបងប្អូនបាទជូនពរឲ្យកីឡាករកម្ពុជារបស់យើងចេញទៅប្រកួតនៅទឹកដីប្រទេសកូរ៉េទទួលបានជ័យជំនះទាំងអស់គ្នាបងប្អូនបាទសូមបញ្ចប់សាច់រឿងបាទរបស់កីឡាករពេជ្រសម្បត្តិយើងចូលសាច់រឿងទី2ដែលសាច់រឿងទី2នេះគឺពាក់ព័ន្ធជាមួយនឹងកីឡាករធុនមេងហុងបាទធុនមេងហុងមិនបានធ្វើការប្រកួតទេបាទដោយសារតែជាប់ភារកិច្ចធំក្នុងជីវិតរបស់ខ្លួនបាទគឺរៀបការបងប្អូនបាទរៀបការហើយបងប្អូនខ្លះនៅពេលដែលឃើញធុនមេងហុងកំពុងតែឡើងហើយគាត់ការអញ្ចេះបងប្អូនខ្លះក៏ខ្លាចកីឡាករធុនមេងហុងបាក់កម្លាំងអីចឹងដោយចាស់គាត់តែងថាមនុស្សយើងឲ្យតែមានប្រពន្ធរឿងបាក់កម្លាំងអីចឹងណាបងប្អូនបាទតែពេជ្រសម្បត្តិអត់មានបាក់អីបងប្អូនហើយបាទពេជ្រសម្បត្តិតាំងពីការហើយមកល្បីមករហូតបាទមុនការក៏ល្បីការហើយក៏ល្បីចឹងអាស្រ័យលើមនុស្សឯងបងប្អូនបាទអាស្រ័យលើកីឡាករឯងតែគាត់ខំប្រឹងប្រែងវឹកហាត់ទៅបាទគឺទោះបីការហើយក៏អត់បាក់កម្លាំងដែរបាទចឹងសង្ឃឹមថាកីឡាករធុនមេងហុងក៏ដូចកីឡាករពេជ្រសម្បត្តិដែរទៅចោះបងប្អូនបាទចឹងតាក់ទងជាមួយនឹងធុនមេងហុងមែនតើទៅតាមពិតធុនមេងហុងថ្ងៃការរបស់គាត់ត្រូវនឹងថ្ងៃទី14បាទខែ3ឆ្នាំ2026ហើយថ្ងៃដែលគាត់មានឈ្មោះប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាមួយនឹងកីឡាករហុងសវណ្ណច័ន្ទសទ្ធីក៏ជាថ្ងៃនឹងដែរបងប្អូនបាទតែដោយសារតែបាទគាត់មានភារកិច្ចធំក៏ធ្វើការផ្លាស់ប្ដូរឲ្យកីឡាករធុនស៊ីហុងដែលជាមិត្តរួមក្លឹបរបស់ខ្លួនទៅវាយ
បាទដណ្ដើមខ្សែក្រវ៉ាត់ពីកីឡាករហុងសុវណ្ណច័ន្ទសទ្ធីបងប្អូនបាទអញ្ចឹងនេះគឺរឿងដើមចមវាចេះបងប្អូនហើយហុងសុវណ្ណច័ន្ទសទ្ធីគាត់ឈរក្នុងប្រភេទគីឡូ60ខណៈដែលកីឡាករធុនស៊ីហុងពីមុនគាត់វាយគីឡូ57ទេឥឡូវនេះគាត់ឡើងមកគីឡូ60ដើម្បីដណ្ដើមខ្សែក្រវ៉ាត់ជាមួយនឹងកីឡាករហុងសុវណ្ណច័ន្ទសទ្ធីអញ្ចឹងភាគរយបាទឬក៏គេហៅថាភាពលំអៀងលក្ខណៈថាភាគរយខ្ពស់បាទសម្រាប់កីឡាករហុងសុវណ្ណច័ន្ទសទ្ធីដែលអាចមានឱកាសក្នុងការបន្តគ្រប់គ្រងខ្សែក្រវ៉ាត់របស់ខ្លួនតែក៏មិនទាន់មើលងាយកីឡាករធុនស៊ីហុងដែរបាទព្រោះបើទោះបីជាគាត់ឡើងគីឡូមកប៉ុន្តែគាត់គីឡូឆ្នើមបងប្អូនលក្ខណៈថាលំដាប់គីឡូ57គាត់អាចថាជា grade A ដែរហើយសម្រាប់កីឡាករធុនស៊ីហុងបងប្អូនហើយគីឡូគាត់ក៏មិនតូចដែរបាទគាត់វាយគីឡូ57ក៏មិនប្រកាសថាគាត់គីឡូ57គីឡូស៊ីនរបស់គាត់បាទយ៉ាងហោចណាស់ក៏61ដែរបាទអញ្ចឹងគាត់ធ្វើគីឡូតិចតួចបាទគាត់វាយតែម្ដងបាទសម្រាប់កីឡាករធុនស៊ីហុងយ៉ាងណាមិញឲ្យប្រកួតឲ្យអស់ពីសមត្ថភាពកុំវាយឡើងទៅខ្លាចញល់បាទការប្រកួតដណ្ដើមខ្សែក្រវ៉ាត់និងការពារអញ្ចេះតាសួរគេឲ្យកីឡាករម្ចាស់ខ្សែក្រវ៉ាត់ឲ្យបងប្អូនបើសិនជាយើងក្នុងនាមជាអ្នកទៅដណ្ដើមគេឲ្យវាយញល់ដូចវាយមិត្តភាពដែរគឺគេឲ្យអ្នកដែលម្ចាស់ខ្សែក្រវ៉ាត់ឈ្នះហើយក៏អត់មានការអីណារិះគន់អីដែរដោយសារតែម្នាក់គិតអញ្ចឹងដូចគ្នាបងប្អូនបាទទាំងខ្ញុំទាំងគេតែងតែគិតបែបហ្នឹងបើថាយើងឡើងទៅតាំងចិត្តថាដណ្ដើមខ្សែក្រវ៉ាត់ពីគេហើយបើចូលទៅញល់វាយលំដូចមិត្តភាពទេមិនបាច់ទៅទេបាទមិនបាច់ទៅទេហើយគួរតែឲ្យម្ចាស់ខ្សែក្រវ៉ាត់ជាអ្នកឈ្នះតែម្ដងបាទអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា